vì khôngមានអ្នកណាខុសvìគ្មានអ្នកណាត្រូវទេនៃការសម្រេចចិត្តនឹងឲ្យមកធ្វើការនៅក្រៅប្រទេសណានឹងឲ្យទូយ៉ាងផ្ទាល់ដោយប្រមារយៈនេះខ្ញុំបានជួបនឹងឲ្យខ្មែរមួយចំនួនតូចទេនឹងឲ្យដោយសារយើងជាមានតំណែងតំណងអីខ្លះអញ្ចឹងណានឹងឲ្យពេលដែលគាត់មកធ្វើការនៅនឹងហើយក្រៅប្រទេសអញ្ចឹងនឹងហើយជាក់ស្ដែងដូចនៅប្រទេសញូហ្សេឡង់នេះផ្ទាល់នឹងហើយដែលខ្ញុំសួរគាត់ថាតើគាត់មកហ្នឹងមកជាលក្ខណៈយ៉ាងម៉េចហើយគាត់ក៏បានប្រាប់ខ្ញុំដែរថាគាត់មកជាលក្ខណៈ work visa ដែលមានរយៈពេល5ឆ្នាំហើយគាត់មកហ្នឹងគឺគាត់មកទាំងប្តីទាំងប្រពន្ធទាំងកូនអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំសួរគាត់បន្តទេសួរថាយ៉ាងម៉េចដែរនៃការមកក៏ដូចជាចំណាប់អារម្មណ៍នៅតើវាមានភាពខុសគ្នាយ៉ាងម៉េចជាមួយនឹងការរស់នៅខ្មែរអញ្ចឹងណាហ្នឹងហើយគាត់បាននិយាយប្រាប់ខ្ញុំដែរថាការគាត់នៅខ្មែរគាត់មានមុខរបររបស់គាត់ហ្នឹងហើយច្បាស់លាស់មានគាត់ធ្វើការផងក៏ដូចជាគាត់រកស៊ីផងអញ្ចឹងណាហើយបើខ្ញុំពីលទ្ធភាពដែលគាត់នៅខ្មែរគឺនៅបានយ៉ាងល្អអញ្ចឹងណាហើយខ្ញុំសួរដែរថាបើសិនជាមានលទ្ធភាពដែលល្អទៅហើយហាក់នេះបានជានឹងឲ្យចង់នៅមកធ្វើការនៅប្រទេសគេហ្នឹងហើយគាត់ក៏បាននិយាយដែរថាបើសម្រាប់គាត់មិនជាចង់ណាទេតែពេលខ្លះទី1គឺគាត់ចង់ដឹងថាតើប្រទេសគេរបត់នៃការរស់នៅហ្នឹងវាខុសពីប្រទេសខ្មែរយើងបែបណាហើយមួយទៀតគឺនឹងឲ្យគាត់ចង់ឲ្យកូនចូលថាគឺផ្ដោតទៅលើកូនហ្នឹងណាគាត់ចង់ឲ្យកូនគាត់ហ្នឹងនឹងឲ្យមករៀននៅប្រទេសគេអញ្ចឹងទៅមករៀនក្នុងរយៈពេលប្រហែលឆ្នាំនៃវីសារបស់គាត់ទៅហ្នឹងហើយតើវាមានការផ្លាស់ប្ដូរយ៉ាងម៉េចអីយ៉ាងម៉េចចឹងទៅណាហ្នឹងហើយគាត់និយាយអញ្ចឹងហើយគាត់បានប្រាប់ខ្ញុំថាគាត់ភ័យដែរគាត់ភ័យថាតើក្នុងរយៈពេល5ឆ្នាំនេះបើសិនជាក្នុងករណីវាវីសាហ្នឹងវាអត់មានអ្វីមួយប្រែប្រួលក្នុងកំឡុងពេល5ឆ្នាំហ្នឹងណាថាបញ្ចប់5ឆ្នាំនេះចុះថាតើតកែគេតឲ្យអត់ហ្នឹងហើយគាត់បារម្ភគាត់ថាបើសិនជាតកែគាត់ហ្នឹងហ្នឹងហើយជាបងប្អូនគាត់ដែរទេគាត់ថាបើសិនគេតឲ្យទៅអាហ្នឹងវាជាបានតទៅទៀតទៅណាហ្នឹងហើយកូនអីវាជាបានរៀនតទៀតទៅហ្នឹងហើយគាត់ជាធ្វើការអញ្ចឹងទៅតែអ្វីដែលគាត់បារម្ភខ្លាចលោហ្នឹងហើយវាមានអ្វីមួយប្រែប្រួលគេអត់តឲ្យអញ្ចឹងគាត់ថាបើគេអត់តឲ្យហ្នឹងហើយគ្រួសារគាត់នៅត្រូវត្រឡប់ទៅខ្មែរវិញណាអញ្ចឹងបើសិនគាត់ទៅខ្មែរវិញអាកូនគាត់នឹងវាភាសាណាហ្នឹងហើយមកនេះហ្នឹងហើយរៀនអង់គ្លេសពេលទៅនោះទៅខ្មែរវិញគាត់ថាគាត់ពិបាកចិត្តដែរហើយគាត់ជឿថាហើយគាត់សង្ឃឹមថាហ្នឹងហើយតកែដែលជាបងប្អូនគាត់នឹងតទៀតចោះហ្នឹងហើយខ្ញុំជាលើកទឹកចិត្តគាត់ដែរថាហ្នឹងហើយមិនអីទេសង្ឃឹមថាអ្វីទាំងអស់ហ្នឹងហើយវានឹងមិនអីចោះវានឹងរលូនហើយក៏ដូចជានឹងមិនមានចំនួនអីកើតឡើងអញ្ចឹងណាគាត់ជាធ្វើការអញ្ចឹងទៅហើយកូនគាត់រៀនហ្នឹងទៅហ្នឹងហើយនិយាយគ្នាយូរទៅគាត់ចេះថាដោយសារអ្នកផ្សេងដែលគាត់ធ្លាប់ស្គាល់ធ្លាប់អីណាហ្នឹងហើយមកធ្វើការនៅប្រទេសគេវាចេះតែមានអាបញ្ហាហ្នឹងហើយឆ្លោះគ្នារវាងបងប្អូនអីដែលធានាមកអញ្ចឹងទៅគាត់ឃើញនឹងភ្នែកគាត់ប្រាប់ខ្ញុំណាហើយខ្ញុំក៏មិនហ៊ានទៅបដយោបល់ឬក៏និយាយអីដែរខ្ញុំនិយាយថាប្រឹងប្រែងទៅហ្នឹងហើយធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងទៅហ្នឹងហើយយើងវីសា5ឆ្នាំដែរហ្នឹងហើយមើលសិក្សាជាមួយនឹងខាងអ្នករៀបចំឯកសារឲ្យទៅតើវាដំណោះស្រាយបែបណាយើងធ្វើមិនដើម្បីដូរវីសាឲ្យវាមានភាពរឹងមាំជាងមុនឬក៏ត្រូវរៀនជំនាញអីបន្ថែមទៀតហ្នឹងហើយឬក៏មិនអីមិនយើងភាសាជាមួយគេទៅហ្នឹងហើយយើងទុកផ្លូវមួយទៅ
ហ្នឹងហើយគាត់ថាអាចផ្ដល់យោបល់បានតែប៉ុណ្្នឹងទេហ្នឹងហើយហើយគាត់និយាយគាត់ថាបើសម្រាប់គាត់វាមិនអីទេតែគាត់ចេះថាចង់ឲ្យកូនគាត់ចង់ថាឪពុកម្ដាយគ្រប់រូបហ្នឹងហើយធ្វើដើម្បីកូនគាត់ថាហ្នឹងហើយគាត់ហ្នឹងហើយចេះថាប្រឹងប្រែងធ្វើការទៅហ្នឹងហើយបើបានតទៀតទៅហ្នឹងហើយក្រែងលោកូនគាត់អីឬក៏គាត់ផ្ទាល់ហ្នឹងណាហ្នឹងហើយអាចមានឱកាសបានសិទ្ធបានអីរស់នៅហ្នឹងទៅអាហ្នឹងក៏ឲ្យកូនវាបាននៅប្រទេសគេអញ្ចឹងណាយើងគាត់និយាយប្រាប់ខ្ញុំអញ្ចឹងហើយគាត់ថាបើសម្រាប់គាត់វាមិនអីទេគាត់នៅខ្មែរក៏បានហើយគាត់នៅប្រទេសនេះក៏បានដែរតែគាត់ថាគាត់មិនអាចនៅជាប់មិនរហូតទេគាត់ថាបើមានឱកាសបាននៅចេញចូលបងប្អូនគាត់ចង់ប្រើភាសាចេញចូលមួយឆ្នាំម្ដងឬក៏មួយឆ្នាំពីរដងទៅតាមអ្វីទៅតាមលុយដែលគាត់អាចទៅមកបានអញ្ចឹងណាហ្នឹងហើយគាត់ថាគ្មានកន្លែងណាល្អដូចប្រទេសខ្មែរយើងទេតែក្នុងកំឡុងពេលឥឡូវហើយគឺបំណាច់ឲ្យគាត់មកធ្វើការទាំងប្តីទាំងប្រពន្ធទាំងកូនមកជាមួយគ្នាទៅហើយទៅមានគាត់ប្រឹងប្រែងហ្នឹងហើយគាត់ជាសង្ឃឹមថានឹងបានបន្តទៀតចឹងណាហ្នឹងហើយខ្ញុំក៏បានប្រាប់គាត់ដែរថាធ្វើសិនទៅហ្នឹងហើយព្រោះច្បាប់នៅប្រទេសគេនេះគឺភាគច្រើនគឺដូរមករហូតអញ្ចឹងណាហើយក្រៃលោវាមានអ្វីមួយប្រែប្រួលវាល្អជាងមុនទៅអានេះយើងក៏វាអបអរសាទរទៅណាហ្នឹងហើយអញ្ចឹងថាគ្រប់គ្នាសុទ្ធតែមានទុក្ខលំបាករៀងខ្លួនចង់និយាយអញ្ចឹងបងប្អូនបាទអរគុណ